រូបមន្តឆាមីបែបងាយហើយមានរសជាតិឆ្ងាញ់ទៀតញ៉ាំទៅជក់មាត់ខ្លាំងមែនតែនតែឆ្ងល់មិនបានពេលតែទិញមីឆារបស់គេមកឆ្ងាញ់ហើយសែនឆ្ងាញ់មិនគេធ្វើខ្លួនឯងអត់សូវឆ្ងាញ់អញ្ចឹងតោះបងប្អូនមកធ្វើជាមួយខ្ញុំទាំងអស់គ្នាមកណារសជាតិធានាថាមកដុតហើយគឺឆ្ងាញ់បំផុតហើយតែសាយមីវិញអាឡងស្វិតល្មួតបូករួមជាមួយសាច់គោរសែនផុយទៀតនៅពេលដែលយើងបានឆាជាមួយនឹងស្បៃតឿបែបនេះថ្ងៃហ្នឹងថៃកោះកងរបស់ខ្ញុំគឺរសជាតិដិតឆ្ងាញ់មែនតែនហើយហឹរមកល្មមជាមួយនឹងភ្លាហើយ oyster វិញគឺកាន់តែអែមហើយទឹកថៃរបស់ខ្ញុំធ្វើពីក្រូចឆ្មាសុតមកហ្មងអត់លាយជាមួយនឹងទឹកអីទេយកទៅឆាយកទៅចំហុយមីសួរទៀតគឺកាន់តែមានរសជាតិរឹតតែឆ្ងាញ់ហើយបើសិនជាទឹកកាពិវិញក៏ធ្វើឲ្យម្ហូបច្រើនយ៉ាងដែរបងប្អូនមិនត្រឹមតែនំបញ្ចុកស្រស់អីហ្នឹងទេសាច់អាំងទឹកកាពិទៀតគឺកាន់តែអែមគ្រឿងទេសនៅខាងក្រៅមានតែម្ទេសនិងខ្ទឹមសរួចចាប់ដើមមកធ្វើមីឆាជាមួយខ្ញុំទាំងអស់គ្នាមកណាស្បៃតឿខ្ញុំទិញបានច្រើនមែនតែនហើយតម្លៃអស់ 1000សាច់គោនេះវិញខ្ញុំទិញអស់តម្លៃ 8000 រៀលបើមីនេះវិញមានតែផ្ទះស្រាប់សាច់គោហាន់កាន់តែស្ដើងពេលណានៅពេលដែលយកឆាមីទៅគឺរសជាតិហៅតែឆ្ងាញ់ងាយស្រួលក្នុងការតាពីមែនតែនស្បៃតឿខ្ញុំរើមើលតាណាល្អណាអត់ល្អតើស៊ីខ្ញុំដកចាញ់ទឹកពុះហើយខ្ញុំដាក់មីចាំមួយផ្លែទេខ្ញុំស្រង់ចេញវិញហើយឲ្យនៅតែសាយស្វិតបែបនេះបានឆាទៅគឺឆ្ងាញ់ណាស់ខ្ញុំលាយទឹកសោះមកនឹងឆាមីឲ្យហើយខ្ញុំដាក់ដូចជាប្រេងខ្យងដាក់ចូលទៅហើយជាមួយនឹងទឹកម្ទេសបើមានទឹកប៉េងប៉ោះទេគឺរត់តែឆ្ងាញ់បន្ទាប់មកខ្ញុំថែមស្ករសប្រហែលជាពាក់កណ្ដាលសភាបាយជាមួយនឹងអំបិលដាក់ខ្លាញ់បោះមីនឹងចូលទៅតែខ្ញុំអត់មានប្រើអំបិលបោះមីណាបើសិនជាប្រើអំបិលបោះមីទៅនៅពេលដែលយើងយកឆាទៅប្រៃខ្លាំងណាស់អត់ឆ្ងាញ់ទេតំលីងរហូតដល់តែវាចាប់ដើមឡើងស្រួយក្រហមបែបនេះចាក់សាច់គោចូលទៅតាមក្រៅបន្ទាប់មកចាក់ជាមួយទឹកសោសដែលបានលាយនៅខាងក្រៅមុននឹងចូលមកណាឆាសាច់គោហ្នឹងទៅមករហូតឲ្យវាជោគជាមួយនឹងទឹកសោសហ្នឹងដើម្បីវាចូលជាតិបានហើយដាក់ជាមួយនឹងមីចូលទៅខ្ញុំមកបានកោតសរសៃមីហ្នឹងត្រឡប់ទៅត្រឡប់មករហូតដើម្បីឲ្យវាបានចូលជាតិជាមួយនឹងទឹកសោសដែលខ្ញុំបានលាយហ្នឹងរួចរាល់ហើយខ្ញុំបានចាក់ជាមួយនឹងស្ពៃតឿចូលទៅតាមក្រោយហើយត្រឡប់ទៅត្រឡប់មកទៅមួយផ្លែតទេស្ពៃតឿចាប់ដើមឡើងសពូនចូលជាតិជាមួយនឹងមីផងជាមួយនឹងសាច់គោផងរសជាតិនិយាយពីថាឆ្ងាញ់អើយសែនឆ្ងាញ់ហើយបើក្លិនវិញឡើងឈ្ងុយបងជាបងប្អូនអាចសាកធ្វើតាមខ្ញុំបានខ្ញុំធានាថាមីឆាធ្វើដូចខ្ញុំបែបនេះគឺរសជាតិឆ្ងាញ់ខ្លាំងមែនតែនហើយញ៉ាំទៅអត់មានលក្ខណៈប្រៃដុំអីទេម្ចាស់ហ្នឹងញ៉ាំដាច់ម្នាក់ឯងមិនស្រួលនឹកឃើញទៀតតោះ